bà chìm điệp xua ở con chỉ là bạn châu mà ô bà đầu màu đọc bực nơi khang Rotterdam Washington bà bằng xin chìm điệp xua hỏi xuân chiêng chìm điệp xua lục liêng chìm điệp xua bà chìm điệp xua lục liêng lục cô chong bà chìm điệp xua lục cô chong khôn chìm điệp xua bọn pu sụp ha chìm điệp xua puតាមធម្មតាខ្មែរយើងក៏ហៅពូហើយចឹងគេមិនហៅឈ្មោះទេប៉ុន្តែដោយសារទៅតាមបណ្ដាញសង្គមបើមិនហៅឈ្មោះអត់ដឹងអញ្ចឹងតើហៅឈ្មោះហ្នឹងអធិស្ឋានណាពូណាបាទខ្មែរយើងទៅហៅពូហើយមិនពូផ្សេងឬក៏អីទេថាពូនិយាយជួយកាត់ពូផ្សេងណាមិនអីទេចឹងសាទក្រោតបាទជំរាបសួរវិចិត្រជំរាបសួរលោកវិចិត្រជំរាបសួរអូនផាវីជំរាបសួរបងនឿនសជំរាបសួរបងឡាច់គឹមខួនជំរាបសួរបាទជំរាបសួរពេងសែនជំរាបសួរធីរ៉ាបាទសួស្ដីលោកហៃឡុងជំរាបសួរលោកហៃឡុងក៏សួរថ្មីមើលសួស្ដីបងម៉ែកំសែងត្រឡប់ពីបាងកកមកប៉ោយប៉ែតវិញហើយចំពេលថ្ងៃនេះខ្មែរយើងធ្វើពហការឈប់ចាយលុយបាតហើយលើទឹកដីខ្មែរក្រុងប៉ោយប៉ែតអូលោកហៃឡុងត្រឡប់មកខ្មែរវិញហ៎អូអូខេរឿងវាមិនអកុសលយ៉ាងមិនគួរកើតឡើងតែនយោបាយក្នុងស្រុករបស់គេនោះគេប៉ះដល់យើងមហាសាលអរគុណលោកគ្រូដែលចូលប្រតិបំភ្លឺផ្លូវបាទអរគុណខ្ញុំជួយតាមលទ្ធភាពធ្វើម៉េចទេខ្ញុំចេះប៉ុណ្ណាខ្ញុំជួយប៉ុណ្ណឹងហើយខ្ញុំបើខ្ញុំដឹងមានអំណាចមានអីទៀតខ្ញុំក៏នឹងអាចជួយតាមនោះទៀតទៅតែដល់និយាយដល់ត្រង់មកដល់ម៉ោងនេះគឺខ្ញុំអត់មានដែលតាក់ទងទៅមន្ត្រីរដ្ឋាភិបាលឬក៏គណៈបកប្រឆាំងណាដែលអាចដឹងរឿងផ្ទៃក្នុងដូចលើកមុនទេដូចនៅសារព័ត៌មានយើងអាចចេះទេគេនិយាយទៅយើងដឹងរឿងផ្ទៃក្នុងច្រើនលើកនេះខ្ញុំប្រើគេថា public information សុទ្ធតែម្ដងគឺព័ត៌មានដែលមានជាសាធារណៈប៉ុន្តែគាត់ថាខ្ញុំអានប្រភពច្រើនទៅខ្ញុំវាផ្ទៀងផ្ទាត់ឲ្យនឹងបូកនឹងចំណេះដឹងរបស់យើងវិភាគខ្លះទៅបានយើងអាចនិយាយចឹងណាប៉ុន្តែពីព្រោះអីមិនរឿងពេលខ្លះរឿងខ្មែរនិងថៃឬក៏រឿងនយោបាយក្នុងប្រទេសកម្ពុជាហ្នឹងអត់មានអីធ្វើម៉េចគឺដដែលណាគឺយើងអាចមើល pattern ហ្នឹងដឹងហើយបាទព្រោះនៅនេះក្បួនគេបើកាលណាយើងចង់ដឹងពីថាដឹកនាំណាម្នាក់អញ្ចឹងឲ្យស្ដាប់សន្ទរកថាគាត់តាទៅមួយឆ្នាំទៅយើងអាចដឹងគោលនយោបាយគាត់ច្បាស់ទៅច្រកណាហ្នឹងគឺនេះហើយខ្ញុំធ្វើរឿងខ្មែរហ្នឹង30ឆ្នាំអញ្ចឹងដូចខ្ញុំស្ដាប់ទៅដឹងទាំងអស់ណាពេលខ្លះនិយាយលេងណាកុំប្រកែបកាលពេលខ្លះខ្ញុំនៅបារ៉ូនោះខ្ញុំសោកពីគោលនយោបាយមួយចំនួនហ្នឹងឡើងសក្តិកថាពុំអីក៏ប្រកែបមិនចាំទាំងអស់ខ្ញុំថាចេះសុទ្ធលេងតែទូជំនួសថាបកណានិយាយមិនបកណានិយាយមិនហ្នឹងគាត់ដឹងហ្មងព្រោះយើងធ្វើព័ត៌មាននឹងរាល់ថ្ងៃអញ្ចឹងយើងដឹងថាចំណុចណាប្រាសាទថងបាទអរគុណបងបាទអរគុណជំរាបសួរបងបាទគឹមហៀងគឹមខេងគៀងជំរាបសួរក្មួយខាសុភមង្គលយឺនតិចថ្ងៃនេះអត់យឺទេខ្ញុំដូរមកម៉ោង9យប់ម៉ោងនៅស្រុកខ្មែរវិញហើយបាទដូរម៉ោងណាឆាយហេងដល់ម៉ោងផ្សាយថា2នាទីទៀតឆាយហេងជំរាបសួរបាទតារាជំរាបសួរក្មួយពីបាទសុធីម៉ែនបាទជំរាបសួរលោកសុធីហេរគូជំរាបសួរក្មួយសួនសុធីជំរាបសួរដល់អរគុណច្រើនណាស់ពន្លកជំរាបសួរក្មួយAnthony Thing បាទជំរាបសួរ Tony បាទ Jessica Excellent ជំរាបសួរបងវឿនជឿងជំរាបសួរទឹកសវនជំរាបបងកំពុងតែមានវិធីណាដែលខ្មែរយើងរឹងមាំបានសូមមតិពីបងជាទីគោរពវិធីមានច្រើនហើយប៉ុន្តែការអនុវត្តរបស់យើងពេលខ្លះយើងជួយចិត្ត distract អារឿងពេលខ្លះមួយចំនួនចាំបានថាធ្វើអីក៏ដោយត្រូវដាក់គោលដៅចាំមកដូចដែលខ្ញុំធ្វើហ្នឹងគឺមានអ្នកខ្លះចង់ឲ្យខ្ញុំធ្វើរឿងសិទ្ធិមនុស្សទៅទៀតខ្ញុំធ្វើរឿងដែលផ្ដោតទៅលើគោលដៅមួយឧទាហរណ៍ដូចជាខ្ញុំអង្គុយគិតខ្លួនឯងដល់លោកឈ្មោះគាត់ឈ្មោះរំលឹកខ្ញុំបាននឹកឃើញខ្ញុំ3រឿងណាដែលខ្ញុំជួយសង្គ្រោះ
ជូនជាប្រតិបត្តិប្រជាពលរដ្ឋនៅក្នុងពេលដែលគេត្រូវការគេភ័យខ្លាចរឿងទី1គឺរឿងCOVID ហ្នឹងគឺមករឿង COVID ហ្នឹងគឺខ្ញុំបង្ហោះទាំងអស់រឿងថ្មីរកឃើញប៉ុណ្ណាខ្ញុំដាក់រាល់ថ្ងៃអាប់ដេតរហូតបាទរហូតដល់មិត្តភ័ក្តិនៅស្រុកខ្មែរហ្នឹងដែលមាន clinic ពេទ្យណា clinic ព្យាបាលនៅផ្ទះហ្នឹងប្រាប់មិត្តភ័ក្តិគាត់ដែលជាពេទ្យថាមើលកំសែងព័ត៌មានថ្មីតាក់ទង COVID ហ្នឹងមើលកំសែងពេទ្យមកតាមមើលកន្លែងហ្នឹងទៀតចាំមិនថាពេលពលរដ្ឋកំពុងភ័យរឿង COVID ហ្នឹងខ្ញុំបានជាប្រទីបជួយឲ្យគាត់ព័ត៌មានថ្មីរឿងហ្នឹងខ្ញុំផ្ដោតទៅលើរឿងហ្នឹងមក COVID ហ្នឹងតើ COVID ផុតពីរឿងរុស្ស៊ីវាយចូលអ៊ុយក្រែនហ្នឹងពូប្រជាពលរដ្ឋពងថាអត់ COVID តន់ផុតផងទៅរឿងសេដ្ឋកិច្ចអីប៉ះពាល់ខ្ញុំអាប់ដេតរឿងហ្នឹងរហូតឲ្យគាត់ទៀតទៅរហូតដល់ឥឡូវនេះធូរស្រាលបន្តិចខ្ញុំថយបន្តិចបាទឥឡូវមានរឿងខ្មែរជាមួយសៀមប្រជាពលរដ្ឋកំពុងភ័យហ្នឹងខ្ញុំចូលរួមចំណែករឿងនឹងបដោតរឿងតាមលទ្ធភាពដែលខ្ញុំបានគឺថាជួយដោះស្រាយជួយចូលរួមចំណែកក្នុងពេលបងប្អូនយើងកំពុងភ័យបាទសារ៉េតជួនបាទជំរាបសួរបងកំពុងសោមដូចគ្នាអូដល់ម៉ោងហើយណាបាទអេងរទ្ធីបាទលោកចន្ទថាបាទជំរាបសួរបាទលឺដែរលោកលៀងលឺហ៎បាទសគុណធាបាទអញ្ចឹងច្រើនណាបាទអញ្ចឹងឥឡូវដល់ម៉ោងខ្ញុំអញ្ចឹងខ្ញុំដាក់ម៉ោង9សំទោសម៉ោង10ម៉ោងនៅតំបន់រដ្ឋធានី Washington វិញតែជាម៉ោង9យប់ម៉ោងនៅខ្មែរវិញណាដូរម៉ោងបន្តិចប៉ុន្តែល្ងាចម៉ោងនៅអាមេរិកនេះហើយក៏ដែលត្រូវព្រលឹមឡើងម៉ោងនៅខ្មែរហ្នឹងនៅដដែលទេបាទដូរទៅដដែលវិញសូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទនៅពេលនេះម៉ោង10ព្រឹកម៉ោងនៅរដ្ឋធានី Washington ត្រូវជាម៉ោង9យប់ម៉ោងនៅក្នុងប្រទេសកម្ពុជាថ្ងៃច័ន្ទទី6ខែតុលាឆ្នាំ2025ហើយសម្រាប់អ្នកនៅខាង California គឺម៉ោង7ព្រឹកបាទចឹងនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនេះខ្ញុំសូមសម្រាំងយកព័ត៌មានសំខាន់ចំនួន5ដើម្បីមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទទី1នេះគឺជាការផ្សាយរបស់កាសែត South China Morning Post ហើយប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជាហើយនិងអ្នកប្រើប្រាស់បណ្ដាញសង្គមបានដឹងហើយគឺប្រតិកម្មរបស់លោកហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភារបស់កម្ពុជាទៅនឹងការយករូបលោកធ្វើជាផ្ទាំងស៊ីបបាញ់ដោយអ្នកលក់ដូរនៅក្នុងប្រទេសថៃនៅកន្លែងកំសាន្តមួយបាទហើយលោកមានប្រតិកម្មយ៉ាងខ្លាំងហើយសារព័ត៌មាន South China Morning Post បានចុះផ្សាយខ្ញុំសូមដកស្រង់ជូនប្រិយមិត្តទាំងអស់គ្នាហើយព័ត៌មានទី2នេះគឺជាការផ្សាយរបស់កាសែត Bangkok Post ដែលនិយាយថាខាងគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភារបស់ប្រទេសថៃក៏អញ្ជើញលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសថៃឲ្យទៅបំភ្លឺអំពីអនុសារណៈស្ដីពីការយោគយល់ដែលរដ្ឋបាលរបស់លោកអនុធីនចង់លុបចោលហើយការបំភ្លឺនេះក្រុងនឹងធ្វើនៅថ្ងៃអង្គារស្អែកនេះហើយព័ត៌មានទី3គឺការស្ទង់មតិរបស់វិទ្យាស្ថានជាតិរបស់ថៃអំពីសារៈសំខាន់នៃការយល់ដឹងរបស់ប្រជាពលរដ្ឋពី MOU បាទ MOUទាំងពីរដែលរដ្ឋបាលរបស់លោកអនុធីនចង់លុបចោលលទ្ធផលគឺ 44% បង្ហាញថាពលរដ្ឋថៃអត់បានដឹងថាអ្វីទៅជា MOU ទាំងពីរនោះទេហើយព័ត៌មានទី4គឺជាការផ្សាយរបស់កាសែត The Nation ហើយក៏ដូចជាការផ្សាយរបស់ខាងភាគីកម្ពុជាផងដែរអញ្ចឹងខ្ញុំសរុបសេចក្តីរាយការណ៍ទាំងពីរនេះបញ្ចូលគ្នាដើម្បីជម្រាបជូនពាក់ព័ន្ធជាមួយនឹងកម្ពុជាអញ្ជើញអ្នកសង្កេតការបណ្ដោះអាសន្នរបស់អាស៊ានទៅពិនិត្យមើលនៅតំបន់ដែលមានចំនួនគ្នាមុនពេលដែលថៃអសានវិទ្យរបស់ថៃចូលជាធរមានក្នុងការបណ្ដេញពលរដ្ឋកម្ពុជាហើយព័ត៌មានមួយនេះនៅខាងក្រៅប្រទេសនេះក៏មានផ្សាយច្រើនដែរប៉ុន្តែនៅក្នុងប្រទេសគឺមានផ្សាយច្រើនហើយខ្ញុំមិនយកផ្សាយទេគឺដកស្រង់ពី Facebook របស់លោកទីបាញ់ពាក់ព័ន្ធជាមួយនឹងការដែលចិនរៀបចំនាវារួចស្រេចសម្រាប់បញ្ជូនមកប្រទេសកម្ពុជាបាទដោយត្រង់ខ្ញុំក៏ធ្លាប់សម្ភាសគាត់គាត់អញ្ជើញមក UN ដែរអញ្ចឹងខ្ញុំធ្លាប់សម្ភាសមន្ត្រីរដ្ឋាភិបាលកម្ពុជាធំនឹងច្រើនក៏ដូចជាមន្ត្រីគណៈបកប្រឆាំងច្រើនដែរទាំងអស់ធំ
ដឹកនាំគណៈបកប្រឆាំងសូម្បីតែនាយករដ្ឋមន្ត្រីកម្ពុជាពេលបច្ចុប្បន្ននេះក៏ខ្ញុំធ្លាប់សម្ភាសគាត់ដែរពេលគាត់មិនទាន់ឡើងនាយករដ្ឋមន្ត្រីមកអញ្ចឹងព័ត៌មានទី5នេះគឺនៅក្នុងប្រទេសបារាំងនាយករដ្ឋមន្ត្រីបារាំងទើបតែកាន់តំណែងបានតែ27ថ្ងៃទេឥឡូវនេះសូមលាលែងពីតំណែងនេះជាការដាក់សម្ពាធមួយបន្ថែមទៀតទៅលើលោកប្រធានាធិបតីអេម៉ានូអែលម៉ាក្រុងនៃប្រទេសបារាំងក្នុងគណៈពេលដែលប្រទេសនេះកំពុងតែប្រឈមជាមួយនឹងភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ចមួយដែលធ្វើឲ្យព្រួយបារម្ភទៅដល់បណ្ដាប្រទេសនានានៅក្នុងសហភាពអឺរ៉ុបផងដែរបាទនេះជាព័ត៌មានសំខាន់ដែលខ្ញុំរៀបចំជូនប្រិយមិត្តទាំងអស់គ្នាដែលឡែកការសួរឆ្លើយទុកទៅពេលល្ងាចណាដែលទៅជាពេលព្រឹកម៉ោងនៅក្នុងប្រទេសកម្ពុជាក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកបាទព័ត៌មានទី1នេះសូមអនុញ្ញាតពីប្រិមិត្តដកស្រង់ពីសារព័ត៌មាន South China Morning Post ថាតើសារព័ត៌មាន South China Morning Post គាត់រាយការណ៍ផ្ដោតទៅលើយ៉ាងម៉េចដែរបាទបើយោងតាមកាសែត South China Morning Post បាទគាត់ដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានដែរគាត់បានរាយការណ៍ថាអតីតមេដឹកនាំប្រទេសកម្ពុជាដ៏មានឥទ្ធិពលខ្លាំងគឺលោកហ៊ុនសែននៅថ្ងៃនេះបានស្ដីបន្ទោសទៅលើវីដេអូមួយដែលបង្ហោះតាមបណ្ដាញសង្គមដែលបង្ហាញអំពីបុរសម្នាក់បាទបានចូលរួមក្នុងពិធីកំសាន្តមួយពិព័រណ៍កំសាន្តមួយនៅក្នុងប្រទេសថៃហើយបានបាញ់ទៅលើរូបលោកធ្វើជាផ្ទាំងស៊ីបការប្រតិកម្មនេះគឺកើតមានឡើងក្នុងគណៈពេលដែលប្រទេសថៃនិងប្រទេសកម្ពុជាកំពុងតែមានភាពតានតឹងអំពីបញ្ហាព្រំដែនដែលមានចំនួននឹងគ្នាភាពតានតឹងអំពីបញ្ហាព្រំដែននេះបានឡើងកម្ដៅកាន់តែខ្លាំងនៅខែកក្កដានៅបានคล้ายទៅជាការប្រយុទ្ធគ្នាបណ្ដាលឲ្យមានមនុស្សស្លាប់និងរបួសទាំងសងខាងហើយមានមនុស្សយ៉ាងហោចណាស់គឺចំនួនជាង40នាក់បានស្លាប់បាត់បង់ជីវិតនិងមានប្រជាពលរដ្ឋប្រមាណជា30នាក់បានរត់ភៀសខ្លួនចេញពីលំនៅឋានរបស់ខ្លួនប្រទេសទាំងពីរនេះបានយល់ព្រមព្រៀងគ្នាឲ្យមានបទច្បាញ់គ្នាមួយក្រោយពីការប្រយុទ្ធអស់រយៈពេល5ថ្ងៃហើយក៏ចាប់តាំងពីពេលនោះមកបានចោទប្រកាន់គ្នាទៅវិញទៅមកថាភាគីម្ខាងទៀតជាអ្នករំលោភបទច្បាញ់នៅថ្ងៃច័ន្ទនេះលោកហ៊ុនសែនដែលបានដឹកនាំប្រទេសកម្ពុជាអស់រយៈពេលជិត4ទសវត្សរ៍នោះរហូតដល់កូនប្រុសរបស់លោកបានកាន់តំណែងបន្តក្នុងឆ្នាំ2023នោះបានស្ដីបន្ទោសវីដេអូមួយដែលបានបង្ហាញអំពីជនជាតិថៃមួយរូបដែលនៅក្នុងរូបភាពនោះបានបាញ់ទៅលើរូបលោកដែលធ្វើជាផ្ទាំងស៊ីបដើម្បីឈ្នះយករង្វាន់នៅក្នុងវីដេអូដែលបង្ហោះតាមបណ្ដាញសង្គមរបស់លោកហ៊ុនសែនដែលមានសារនៅក្នុងអមផងនោះបានបង្ហាញពីបុរសម្នាក់ដែលស្លៀកពាក់ឈុតកាគីហើយបានលើកកំភ្លើងបាញ់ខ្យល់កំភ្លើងខ្យល់បាទ air rifle ណា air rifle នោះគឺកំភ្លើងដែលបាញ់គ្រាប់សំណធម្មតាដោយបាញ់ទៅលើផ្ទាំងស៊ីបក្រដាសមួយដែលមានរូបរបស់លោកផងដែរហើយការបាញ់នេះគឺកើតឡើងនៅក្នុងតូបមួយដែលគេដាក់ពិព័រណ៍កំសាន្តហើយមានផ្ដល់ជារង្វាន់ជាតុក្កតាទៅដល់អ្នកដែលឈ្នះផងដែរអតីតនាយករដ្ឋមន្ត្រីកម្ពុជាបានទទូចឲ្យពលរដ្ឋកម្ពុជាកុំឆ្លើយតបហើយបានហៅទង្វើនេះថាជាទង្វើមួយដែលអមនុស្សធម៌និងអន់ជាងសាធារបាទលោកបានហ៊ុនសែនបានថាកុំធ្វើសកម្មភាពណាមួយដែលអាចប៉ះពាល់ទៅដល់ក្រុមហ៊ុនរបស់ថៃឬក៏ពលរដ្ឋរបស់ថៃដែលកំពុងរស់នៅនិងធ្វើការនៅក្នុងប្រទេសកម្ពុជាបាទគឺបានន័យថាគឺឲ្យឆ្លើយតបវិញដោយការមិនធ្វើទង្វើដោយខាងភាគីថៃនោះទេបាទនៅក្នុងអត្ថបទនេះបានបន្ថែមថាលោកហ៊ុនសែនបាននិយាយថាលោកនៅតែជឿថាប្រជាពលរដ្ឋថៃភាគច្រើនគឺមិនចង់យកប្រជាពលរដ្ឋកម្ពុជាធ្វើជាសត្រូវនោះទេប៉ុន្តែលោកក៏បានអំពាវនាវឲ្យពលរដ្ឋកម្ពុជាដែលបានឈឺចាប់និងមិនសប្បាយចិត្តនឹងប្រទេសថៃនោះគួរតែឈប់ប្រើប្រាស់ទិញទំនិញរបស់ថៃហើយក៏ឈប់ឲ្យប្រើប្រាស់
រូបិយប័ណ្ណរបស់ថៃផងដែរប្រទេសកម្ពុជាបានហាមឃាត់ផ្លែឈើរបស់ថៃបន្លែហើយនឹងប្រេងឥន្ធនៈកាលពីដើមឆ្នាំនេះក្នុងគណៈពេលដែលប្រទេសជិតខាងនោះក៏បានរឹតបន្តឹងបិទព្រំដែនរបស់ខ្លួនប៉ុន្តែមន្ត្រីកម្ពុជាមិនបានអំពាវនាវឲ្យពលរដ្ឋកម្ពុជាធ្វើពហិការទំនិញថៃនោះទេបាទចឹងខុសគ្នាណាគឺគ្រាន់តែរដ្ឋបတ်នឹងហាមឃាត់ផ្លែឈើបន្លែនិងប្រេងឥន្ធនៈក៏ប៉ុន្តែមិនបានពពាវនាវឲ្យធ្វើពហិការនោះទេប៉ុន្តែនៅថ្ងៃនេះគ្រាន់តែប្រាប់ទៅដល់អ្នកដែលឈឺចាប់និងអ្នកមិនសប្បាយហ្នឹងគឺជប់ទិញទំនិញបាទអញ្ចឹងគឺសេចក្តីរាយការណ៍ក៏ដោយយើងនិយាយក៏ដោយគឺត្រូវប្រយ័ត្នប្រយែងនៅក្នុងពាក្យកន្លែងទាំងអស់នេះបាទបណ្ដាញសារព័ត៌មានថៃបានរាយការណ៍កាលពីខែសីហាថានៅឯពិព័រណ៍កំសាន្តមួយនៅក្នុងប្រទេសថៃនៅខេត្តក្រាប៊ីដែលនៅភាគខាងត្បូងនោះក៏មានការរៀបចំស្រដៀងគ្នានឹងដែរដោយយកកាំភ្លើងបាញ់ខ្យល់នេះបាញ់ទៅលើគោលដៅដែលមានរូបរបស់លោកហ៊ុនសែនផងដែរគឺស្រដៀងគ្នានឹងរូបវីដេអូដែលលោកបានចែកចាយនៅតាមបណ្ដាញសង្គមនៅថ្ងៃច័ន្ទនេះបាទនេះគឺជាព័ត៌មានទី1រីឯព័ត៌មានទី2វិញគឺពាក់ព័ន្ធជាមួយនឹងបាទ MOU អនុសារណៈស្ដីពីការយោគយល់ដែលភាគីថៃចង់លុបចោលបាទបើតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍បាទបាងកកប៉ុស្តិ៍បានឲ្យដឹងថាគឺគណៈកម្មាធិការរដ្ឋសភារបស់ថៃដែលទទួលបន្ទុកកិច្ចការបរទេសនោះនឹងក៏អញ្ជើញលោករដ្ឋមន្ត្រីក្រសួងការបរទេសថៃគឺលោកស៊ីហាសាក់ភួងគិតខៅឲ្យអញ្ជើញមកសភានៅថ្ងៃអង្គារនេះដើម្បីបកស្រាយបំភ្លឺនៃផលប៉ះពាល់របស់អនុសារណៈស្ដីពីការយោគយល់ឆ្នាំ2000និងឆ្នាំ2001ដែលនៅក្នុងប្រទេសថៃហៅថា MOU 43និង44ដោយសារតែថៃគាត់ប្រើឆ្នាំពុទ្ធសករាជអញ្ចឹងពុទ្ធសករាជ2043ហ្នឹងហើយនឹង44ហ្នឹង2543ចំណាត់ការនេះកើតមានឡើងក្រោយពីរដ្ឋាភិបាលរបស់ថៃបានយល់ព្រមនឹងធ្វើប្រជាមតិមួយថាតើត្រូវលុបចោលនៅអនុសារណៈទាំងពីរនេះឬយ៉ាងណាដែលបានចុះហត្ថលេខាក្នុងឆ្នាំ2000និង2001ស្ដីអំពីការកំណត់ដែនសីមាដីគោកនិងដីទឹកនិងឆ្នេរនិងព្រំដែនទឹកអ្នកស្រីសារ៉ាតសាធុនសនុនអ៊ូនូផនដែលជាសមាជិកសភារបស់គណៈបកភឿថៃនិងជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៅកាលពីថ្ងៃអាទិត្យបាននិយាយថាកិច្ចព្រមព្រៀងទាំងពីរនេះគឺត្រូវបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍អំពីគោលនយោបាយរបស់លោកប្រធានាធិបតីអនុធិនច័ន្ទវីរកុលអ្នកស្រីបាននិយាយថា MOU 43និង44នេះពាក់ព័ន្ធជាមួយនឹងបញ្ហាដែលមានលក្ខណៈរសើបនិងស្មុគស្មាញយ៉ាងខ្លាំងជាពិសេសទៅលើបញ្ហាសន្តិសុខជាតិអ្នកស្រីបាននិយាយដោយផ្ទាល់ថាបញ្ហាទាំងអស់នេះត្រូវតែពិចារណាដោយប្រុងប្រយ័ត្ននិងល្អិតល្អន់ហើយមិនគួរណាកាត់បន្ថយបញ្ហានេះមកត្រឹមតែជាការចង់បានផ្ទាល់ខ្លួននោះទេជំហរនយោបាយឬក៏គ្រាន់តែដើម្បីឲ្យមានការគ្រប់គ្រងពីប្រជាពលរដ្ឋនោះឡើយអ្នកស្រីបានថ្លែងដូច្នេះដោយបន្ថែមថាការប្រគល់អំណាចនៃបញ្ហាដ៏ស្មុគស្មាញដែលមានលក្ខណៈសំខាន់ជាយុទ្ធសាស្ត្រទាំងអស់នេះទៅឲ្យប្រជាពលរដ្ឋធ្វើប្រជាមតិនោះគឺវានឹងផ្ដល់ផលមួយដែលមិនមែនជាលទ្ធផលដ៏ល្អសម្រាប់ផលប្រយោជន៍របស់ថៃនោះទេលោកស្រីបានបន្ថែមថាជាពិសេស MOU ទាំងពីរនេះបានជួយកាត់បន្ថយភាពតានតឹងរវាងប្រទេសថៃនិងប្រទេសកម្ពុជាហើយបាននាំឲ្យមានលទ្ធផលដុំកំភួនជាច្រើនក្នុងពេលកន្លងមក MOU ទាំងពីរនេះបានផ្ដល់ជាក្របខ័ណ្ឌសម្រាប់ឲ្យប្រទេសទាំងពីរចរចាគ្នាហើយបើសិនបើគ្មានកិច្ចព្រមព្រៀងទាំងពីរនេះទេគឺมันមានការធានាថាចំនួនដែលកំពុងតែមានសពថ្ងៃនេះអាចនឹង
ទប់បាននោះទេហើយវាអាចឈានទៅដល់អំពើហិង្សាកាន់តែខ្លាំងការដែលមិនមានយន្តការស្របច្បាប់ណាមួយជាផ្លូវការគឺនឹងធ្វើឲ្យប្រទេសទាំងពីរមិនមានឯកសារគតិយុត្តណាមួយដើម្បីចរចាដោយសន្តិវិធីនោះទេនេះបើតាមការបញ្ជាក់របស់លោកស្រីសារ៉ាសានុនលោកស្រីបានបន្ថែមថាអនុសារណៈស្តីពីការយោគយល់ទាំងពីរនេះដើរតួនាទីជាចំណុចដ៏សំខាន់ចាប់ផ្ដើមសម្រាប់ការចរចាគ្នាគឺកិច្ចព្រមព្រៀងនេះផ្ដល់ឲ្យនៅលំហផ្នែកការទូតសម្រាប់ប្រទេសទាំងពីរធ្វើការចរចាគ្នាគណៈកម្មាធិការសភាដែលចំពោះកិច្ចមួយត្រូវបានបង្កើតឡើងហើយមានផែនការនឹងពិនិត្យមើល MOU ទាំងពីរនេះហើយគឺក្នុងគណៈកម្មាធិការនោះគឺមានតំណាងជាប់ឆ្នោតដែលគឺជាអ្នកទទួលខុសត្រូវចំពោះកិច្ចការទាំងអស់នេះបើតាមការបញ្ជាក់របស់អ្នកស្រីគណៈកម្មាធិការនោះរួមមានអ្នកជំនាញដែលមកពីវិស័យនានាដែលកំពុងតែធ្វើកិច្ចការលើការពិនិត្យវិจัยនេះដោយសារតែបញ្ហានេះអ្នកស្រីបានបន្ថែមទៀតថាវានឹងមានជាផលប្រយោជន៍មួយក្នុងការរងចាំការសន្និដ្ឋានបញ្ចប់របស់គណៈកម្មាធិការនេះតើនឹងសម្រេចត្រូវធ្វើយ៉ាងណាជាបន្តទៀតមុននឹងធ្វើការសន្និដ្ឋានដោយប្រញាប់ប្រញាល់មុនពេលកំណត់ដោយរៀបចំចាត់ចែងឲ្យមានការធ្វើប្រជាមតិលោកស្រីបានកត់សម្គាល់ថាគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភាក៏បានធ្វើការពិនិត្យមើលយ៉ាងដិតដល់រួចហើយទៅលើអនុសារណៈស្តីពីការយោគយល់លេខ MOU លេខ44ដោយបានស្ដាប់នៅមតិរបស់ភាគីពាក់ព័ន្ធនានារួមទាំងទីភ្នាក់ងារសន្តិសុខនិងទីភ្នាក់ងារច្បាប់របស់ថៃហើយភាគីទាំងអស់ដែលពាក់ព័ន្ធនោះបានយល់សពថា MOU នោះមិនត្រឹមតែផ្ដល់នៅអំណាចដែលមិនអាចកាត់ថ្លៃបានឬក៏មិនអាចទៀងទាត់បានដល់រដ្ឋាភិបាលតែប៉ុណ្ណោះទេដូច្នេះលទ្ធផលយ៉ាងណាដែលចេញពីការចរចារវាងកម្ពុជានិងថៃត្រូវតែផ្ដល់ជូនទៅដល់សភាដើម្បីធ្វើការអនុម័តលោកស្រីបាននិយាយថាលោកស្រីចង់ឮដោយផ្ទាល់ពីលោករដ្ឋមន្ត្រីការបរទេសលោកស៊ីហាសាក់ភូមិខិតខៅពាក់ព័ន្ធនឹងជំហររបស់លោកទៅលើ MOU នេះថាតើគេគួរតែរក្សាឲ្យនៅដដែលឬក៏លុបចោលនេះបើតាមការបញ្ជាក់របស់លោកស្រីដោយបន្ថែមថាសំណួរនានាអំពីយន្តការយ៉ាងណាប្រសិនបើមានគឺជាការមួយដែលត្រូវតែមានសម្រាប់ជាមូលដ្ឋាននៃការចរចានៃប្រទេសទាំងពីរនោះគឺអាចនឹងលុបចោលបានប្រសិនបើមានយន្តការណាផ្សេងប្រធានគណៈកម្មាធិការរូបនេះបាននិយាយថាលោកស្រីបានចេញលិខិតអញ្ជើញជាផ្លូវការឲ្យលោកស៊ីហាសាក់ភូមិខិតខៅមកបង្ហាញខ្លួននៅមុខគណៈកម្មាធិការដើម្បីផ្ដល់ការពន្យល់ឲ្យបានច្បាស់លាស់ដោយលោកស្រីសម្ដែងនៅក្តីសង្ឃឹមថាលោកស្រីនឹងទទួលបានការឆ្លើយតបដោយផ្ទាល់ជាលក្ខណៈបុគ្គលផ្ទាល់ពីលោករដ្ឋមន្ត្រីដោយមិនមែនជាការឆ្លើយតបតែលើសេចក្តីថ្លែងការណ៍នោះទេលោកស្រីបានបន្ថែមថារដ្ឋាភិបាលក៏មិនអាចពន្យល់ឲ្យអស់អំពីថាទំនាក់ទំនងនៃទ្វេភាគីរវាងប្រទេសទាំងពីរហើយនឹងតើទៅធ្វើយ៉ាងណាដើម្បីឲ្យមានលក្ខណៈល្អប្រសើរឡើងវិញហើយអ្នកស្រីបានប្រមានជាចុងក្រោយថាប្រសិនបើគ្មាន MOU នោះទេគឺស្ថានភាពអាចនឹងវិវត្តទៅជាការប្រឈមមុខដាក់គ្នាខាងផ្នែកយោធាយ៉ាងពេញទំហឹងតែម្ដងបាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានបាងកកប៉ុស្តិ៍ដែលខ្ញុំសូមបកប្រែទាំងស្រុងជូនប្រិយមិត្តទាំងអស់គ្នាដើម្បីឲ្យបានដឹងថាតែជំហររបស់ខាងភាគីថៃយ៉ាងម៉េចគឺចេញពីគណៈកម្មាធិការកិច្ចការបរទេសដែលគណៈបកភឿថៃជាអ្នកគ្រប់គ្រងនៅរដ្ឋសភាព័ត៌មានទី3នេះគឺជាការបន្តជាមួយនឹងព័ត៌មានទី2អំបញ្ញមិញនេះគឺពាក់ព័ន្ធជាមួយនឹងបាទការធ្វើជាមតិអំពី MOU បាទ MOU នេះតើប្រជាពលរដ្ឋថៃធ្វើយ៉ាងណាដោយដែលខ្ញុំបានជម្រាបជូនប្រិមិត្តម្សិលមិញពីមតិរបស់អ្នកប្រាជ្ញរបស់ថៃមួយរូបដែលគិតថាបើកាលណាធ្វើប្រជាមតិគឺច្បាស់ណាស់ប្រជាពលរដ្ឋថៃនឹងលុបចោលហើយដោយសារតែមនោសញ្ចេតនាជាតិនិយមរបស់ពួកគេ
ក៏ប៉ុន្តែតើការលុបចោលរបស់គេហ្នឹងគឺជាការលុបចោលដោយទទួលបានព័ត៌មានគ្រប់គ្រាន់មិនពេញចិត្តឬក៏យ៉ាងណាឬក៏ជាការលុបចោលដោយតែឈរលើស្មារតីជាតិនិយមរបស់ខ្លួននោះឥឡូវនេះវិជាស្ថានជាតិរបស់ខាងប្រទេសថៃដែលហៅថានីដានោះបានធ្វើការស្ទង់មតិមួយហើយបានរកឃើញថាគឺប្រជាពលរដ្ឋថៃ 44% មិនយល់តទៅសោះអំពី MOU នោះបាទសូមសួរលេងទៅកម្ពុជាវិញតើប្រជាពលរដ្ឋកម្ពុជាប្រមាណភាគរយដែលយល់អំពីរឿងនេះបាទមិនបាច់ឆ្លើយទេខ្ញុំគាត់នឹងសួរជាសំណួរសម្រាប់ឲ្យប្រិមិត្តធ្វើការត្រិះរិះពិចារណាតែប៉ុណ្ណោះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានបាងកកប៉ុស្តិ៍ដដែលបាទខ្ញុំសូមដកស្រង់ពីបាងកកប៉ុស្តិ៍បានឲ្យដឹងថាការស្ទង់មតិមួយដោយវិទ្យាស្ថាននីដាបានបង្ហាញថា 44.1% នៃសាធារណជនរបស់ថៃមិនយល់តទៅសោះអំពីទូនីតិនៃអនុសារណៈយោគយល់ទាំងពីរដែលបានចុះហត្ថលេខាជាមួយនឹងប្រទេសកម្ពុជានៅឆ្នាំ2000និងឆ្នាំ2001វិទ្យាស្ថានអភិវឌ្ឍរដ្ឋបាលជាតិរបស់ថៃដែលហៅថានីដានេះបានធ្វើឡើងហើយបានចេញផ្សាយកាលពីថ្ងៃអាទិត្យគឺបានឲ្យដឹងលទ្ធផលតាក់ទងជាមួយនឹងការធ្វើប្រជាមតិដែលរដ្ឋបាលលោកអនុทินចង់ធ្វើពាក់ព័ន្ធនឹងអនុសារណៈយោគយល់ទាំងពីរនេះតើមានកម្រិតណាការធ្វើប្រជាមតិនេះការស្ទង់មតិនេះបាទការស្ទង់មតិនេះត្រូវបានធ្វើឡើងចន្លោះពីថ្ងៃទី1និងទី2ដោយសម្ដៅទៅលើប្រជាពលរដ្ឋថៃដែលមានអាយុពី18ឆ្នាំឡើងទៅនៅទូទាំងតំបន់ទាំងអស់ហើយនឹងមានកម្រិតវប្បធម៌ទូទៅទាំងអស់ក៏ដូចជាមុខងារការងាររបស់ពួកគេនិងកម្រិតនៃប្រាក់ចំណូលរបស់ពួកគេនឹងទូទៅទាំងអស់បាទគឺបានន័យថាជាការតំណាងគ្រប់ស្រទាប់វណ្ណៈនៃប្រជាពលរដ្ឋថៃនៅក្នុងសង្គមរបស់ថៃហើយមានពលរដ្ឋថៃចំនួន 1310 នាក់បានឆ្លើយតបជាមួយនឹងការសាកសួរមតិអំពីអនុសារណៈស្តីពីការយោគយល់ទាំងពីរនេះគឺការធ្វើការស្ទង់មតិនេះគឺកើតមានឡើងនៅមុនពេលដែលរដ្ឋបាលរបស់លោកអនុทินក្រុងធ្វើប្រជាមតិដើម្បីលុបចោលអនុសារណៈស្តីពីការយោគយល់ទាំងពីរនេះក្រោយពីមានចំនួនព្រំដែនជាមួយនឹងប្រទេសកម្ពុជានៅពេលដែលត្រូវបានសួរថាតើពួកគេយល់ដឹងយ៉ាងណាអំពី MOU 43នោះបាទគឺឆ្នាំ2000មានប្រជាពលរដ្ឋចំនួន 44.1% បាននិយាយថាពួកគេមិនយល់អំពីអនុសារណៈនោះទាល់តែសោះគឺអនុសារណៈស្តីពីការកំណត់ខណ្ឌសីមាព្រំដែនគោកណាពួកគេនិយាយមិនយល់ទាល់តែសោះបន្ទាប់មកគឺមានចំនួន 24.9% ជិត 25% ដែលបាននិយាយថាពួកគេយល់ដឹងតិចតួចណាស់យល់ដឹងតិចតួចណាស់ក្នុងពេលនោះដែរគឺមានតែចំនួន 23.1% ទេដែលនិយាយថាពួកគេយល់ដឹងខ្លះៗដែរ somewhat understood បាទគឺបានន័យថាយល់ដឹងខ្លះៗដែរមានតែចំនួន 7.7% តែប៉ុណ្ណោះដែលបាននិយាយថាពួកគេយល់ដឹងយ៉ាងច្បាស់អញ្ចឹងបានន័យថាអ្នកដែលដឹងយល់ដឹងយ៉ាងច្បាស់នឹងត្រូវទទួលយកតាមលទ្ធផលនៃអ្នកដែលមិនយល់ដឹងសោះហើយនឹងអ្នកយល់ដឹងតិចតួចជាអ្នកសម្រេចហើយពេលនេះបាទដល់ហើយសម្រាប់ MOU 44ឬក៏ឆ្នាំ2001ដែលកំណត់ទៅលើព្រំដែនទឹកវិញគឺមានមនុស្សចំនួនរហូតដល់ 45.7% បាននិយាយថាពួកគេអត់យល់តតែសោះបាទអត់ដឹងតតែសោះថាតើវានិយាយអំពីអីគឺ 24.9% និយាយថាពួកគេយល់ដែរតែយល់តិចតួចបំផុតជាការបន្ថែមនោះគឺចំនួន 22.4% និយាយថាពួកគេយល់ដឹងខ្លះៗក្នុងខណៈពេលដែលមនុស្សតែចំនួន 6.8% ទេដែលរាយការណ៍ថាពួកគេបានយល់ដឹងច្រើនអំពីអនុសារណៈនោះពាក់ព័ន្ធជាមួយនឹងការចង់បានរបស់សាធារណជនក្នុងការដែលយល់ដឹងឲ្យបានកាន់តែច្បាស់ថែមទៀតអំពីអនុសារណៈទាំងពីរនោះគឺការស្ទង់មតិនេះបានរកឃើញថាប្រជាពលរដ្ឋថៃចំនួន 65.5% សម្ដែងនៅការចង់ឲ្យយល់ដឹងបន្ថែមទៀតអំពី MOU នេះក្នុងខណៈពេលដែល 34% និយាយថាពួកគេមិនចង់ដឹងទេបាទចឹងបានន័យថាមានអ្នកខ្លះថាមិនចង់ដឹងមិនចង់ឮទេ
គឺមានតែចំនួន 0.23% ទេដែលបានបង្ហាញថាពួកគេចង់ដឹងអំពីអនុសារណៈលេខ43ហើយនិងអនុសារណៈលេខ44របស់ថៃនេះបាទនៅពេលដែលអ្នកស្រុកមតិសួរអំពីថាតើបើសិនជាធ្វើប្រជាមតិឡើងដើម្បីលុបចោល MOU លេខ40 MOU ទាំងពីរនោះគឺមានប្រជាពលរដ្ឋចំនួន 60.7% បាននិយាយថាពួកគេយល់ស្របឲ្យធ្វើប្រជាមតិបាទហើយមានចំនួន 20.9% ដែលនិយាយថាពួកគេមិនយល់ស្របឲ្យធ្វើប្រជាមតិនោះទេក្នុងគណៈពេល 12.6% គឺបដិសេធមិនឆ្លើយសំណួរទេដោយសារគេថាមិនចាប់អារម្មណ៍ទេបាទដោយឡែក 4.9% និយាយថាពួកគេមិនច្បាស់ក្នុងចិត្តឡើយមានតែ 0.46% ប៉ុណ្ណោះដែលគ្រប់គ្រងឲ្យមានការធ្វើប្រជាមតិដើម្បីលុបចោល MOU 43ហើយមាន 0.3% ដែលគ្រប់គ្រងឲ្យការធ្វើប្រជាមតិដើម្បីលុបចោល MOU 44ឥឡូវនេះគឺជាតួលេខដែលប្រិមិត្តបានដឹងហើយគឺមិនដល់ 1% ទេដែលចង់ឲ្យលុបនៅក្នុងប្រទេសថៃបាទក៏ប៉ុន្តែនៅពេលដែលធ្វើប្រជាមតិត្រូវច្បាស់ហើយអ្នកនយោបាយប្រកាសជាប្រើពាក្យមនោសញ្ចេតនាជាតិនិយមដើម្បីជំរុញហើយអញ្ចឹងខ្ញុំបន្ថែមពងកញ្ចក់បន្តិចដោយនៅសហរដ្ឋអាមេរិកនឹងអញ្ចឹងនៅសហរដ្ឋអាមេរិកនៅពេលដែលគេធ្វើប្រជាមតិអីមួយអញ្ចឹងគេសួរថាអ្នកឯងស្ដាប់បញ្ជុណាអីទូណាអីអញ្ចឹងណាអ្នកឆ្លើយភាគច្រើនណាគឺគេចង់ឆ្លើយថាគេស្ដាប់បញ្ជុ NPR បាទ NPR ដើម្បីអី NPR នេះជាបញ្ជុដែលគេហៅថាសាធារណៈដែលបង្ហាញថាអ្នកណាស្ដាប់បញ្ជុហ្នឹងគឺជាអ្នកដែលមានអារម្មណ៍មានថាមានគំនិតវៃឆ្លាតដឹងរឿងច្រើនដែលកណ្ដាលបើអ្នកណាដែលមើលស្ដាប់ Fox News យើងដឹងថានិន្នាការគាត់ទៅរកគណៈបក្សសាធារណរដ្ឋនឹងកាប់មកជំហៀងទៅនឹងទៅហើយអ្នកណាមួយដែលមើល CNN ឬក៏ MSNBC ហ្នឹងគឺថាកាប់មកជំហៀងទៅខាងប្រជាធិបតេយ្យហ្នឹងទៅបាទគឺដល់ចឹងម្នាក់ចង់បានសម្លេងកដាលចង់បង្ហាញគេថាខ្លួនឯងជានឿកដាលស្ដាប់ NPR ដល់ពេលគេសួរនៅក្នុង NPR មានកម្មវិធីយ៉ាងម៉េចចាប់ឡើងណាឆ្លើយអត់ចាញ់អ្នកខ្លះចឹងដែរបើមានចឹងដែរណាបើមានចឹងដែរចឹងនៅក្នុងថៃនេះចាំមើលអ្នកដែលចង់ឲ្យធ្វើប្រជាមតិពិតប្រាកដដោយខ្ញុំបានបង្ហាញមិញហ្នឹងគឺអត់ដល់ 1% ទេបាទដើម្បីលុបចោលហ្នឹងអ្នកខ្លះហ្នឹងគឺមិនចាប់អារម្មណ៍ទេអ្នកខ្លះហ្នឹងមិនយល់ទេផងអ្នកខ្លះថាធ្វើទៅបាទធ្វើទៅចង់ដឹងធ្វើទៅបាទប៉ុន្តែនៅពេលដែលប្រជាមតិតើនឹងធ្វើចេញទៅជារឿងយ៉ាងណាបាទនេះជាព័ត៌មានទី3ដែលខ្ញុំចង់ក្រងសម្រាប់ជូនប្រិយមិត្តទាំងអស់គ្នាហើយព័ត៌មានទី4នេះបាទព័ត៌មានទី4នេះគឺបាទតកតងជាមួយនឹងក្រុមសង្កេតការណ៍បណ្ដោះអាសន្នរបស់អាស៊ានដែលខ្ញុំឃើញនៅក្នុងខាងរដ្ឋាភិបាលកម្ពុជាក៏បានផ្សាយហើយខាងភាគីថៃក៏បានផ្សាយអញ្ចឹងខ្ញុំយកពីរនឹងបញ្ចូលគ្នាតែម្ដងដើម្បីឲ្យបានជាចំណេះដឹងដល់ប្រជាពលរដ្ឋប្រិយមិត្តទាំងអស់គ្នាបើយោងតាមព័ត៌មានដែលដឹងគឺថាកាលពីថ្ងៃច័ន្ទនៅថ្ងៃច័ន្ទនេះគឺខាងក្រសួងការពិជារបស់កម្ពុជានោះបាននាំក្រុមអ្នកសង្កេតការណ៍អាស៊ានបណ្ដោះអាសន្ននេះទៅតំបន់ដែលមានចំនួននៅជិតភូមិបាននងច័ន្ទណាបាទភូមិនៅក្នុងខេត្តស្រះកែវដើម្បីពិនិត្យមើលស្ថានភាពនៅទីនោះគឺការពិនិត្យមើលនោះគឺកាត់ឡើងតែ4ថ្ងៃប៉ុណ្ណោះមុនពេលដែលថៃមានផែនការដើម្បីបណ្ដេញពលរដ្ឋកម្ពុជាដែលចូលទៅក្នុងដែនដីនោះបាទកាសែតថៃគេប្រើពាក្យ Cambodian settlers គឺអ្នកដែលតាំងទីលំនៅរបស់កម្ពុជាបាទហើយយើងខាងកម្ពុជាយើងថាគឺជាប្រជាពលរដ្ឋដែលមានលំនៅឋាននៅទីនោះបាទហើយចំណាត់ការនេះគឺកើតមានឡើងក្រោយពីខាងរដ្ឋបាលព្រៃឈើរបស់ថៃហើយនឹងរដ្ឋបាលអាជ្ញាធរខេត្តស្រះកែវបានដាក់ផ្លាកប៉ាយដើម្បីបញ្ជាឲ្យអ្នកភូមិកម្ពុជាបែរចាក់ចេញពីកន្លែងនេះនៅត្រឹមថ្ងៃទី10ខែតុលាហើយបើខាងភាគីថៃវិញគាត់រាយការណ៍ថាបើតាមរូបភាពវីដេអូសន្តិសុខ CCTV គឺដែលថតពីខាងភាគីថៃមកវិញហ្នឹងគឺបានបង្ហាញឲ្យឃើញមន្ត្រីរបស់កម្ពុជាដឹកនាំរបស់ក្រុម IOT នេះ
ចូលទៅដល់ភូមិជោគជ័យបាទភូមិជោគជ័យនៅក្នុងឃុំអូ3ជាន់នៅក្នុងខេត្តបន្ទាយមានជ័យហើយលោកស្រីម៉ាលីសុជីតាលោកស្រីដែលជាអ្នកនាំពាក្យរបស់ក្រសួងការពារកម្ពុជាបានបញ្ជាក់ថាក្រសួងបានសម្រួលឲ្យក្រុមអ្នកសង្កេតការណ៍នេះបានចូលទៅពិនិត្យមើលនៅផ្ទៀងផ្ទាត់នឹងរបាយការណ៍អំពីស្ថានភាពនៅព្រំដែននោះបាទនៅក្រមក្របខ័ណ្ឌដែលកិច្ចព្រមព្រៀងសន្តិភាពដែលកិច្ចព្រមព្រៀងជប់បាញ់ដែលមានស្រាប់នេះបាទនេះគឺជាសេចក្តីរាយការណ៍ដែលពីខាងភាគីកម្ពុជាក៏ដូចពីខាងសារព័ត៌មានថៃខ្ញុំសូមជម្រាបជូនប្រិយមិត្តហើយនៅខាងក្រៅនេះក៏មានសារព័ត៌មានស្ដីអំពីការដែលលោកទីបាញ់គាត់បង្ហាញថាចិនរៀបចំនាវាចិត្តរួចរាល់សម្រាប់កម្ពុជាមួយរួចរាល់សាកល្បងជោគជ័យមួយទៀត52%ហ្នឹង50%បាទ50%ហ្នឹងបាទអញ្ចឹងខ្ញុំមិនយកសារព័ត៌មាននេះមកជម្រាបជូនប្រិយមិត្តទេគឺសរសេរដោយ South China Global South Project បាទដែលអំពីដែលតកតងជាមួយនឹងវិស័យការពារជាតិនេះបាទអញ្ចឹងខ្ញុំដឹងថាប្រិយមិត្តទាំងអស់គ្នាបានដឹងរឿងហ្នឹងខ្ញុំមិនបាច់យកមកជម្រាបជូនទៀតទេគ្រាន់តែខ្ញុំយកមកនេះគ្រាន់តែចង់ជម្រាបជូនប្រិយមិត្តថាព័ត៌មាននេះទៅបានសារព័ត៌មាននៅក្រៅប្រទេសគឺចាប់អារម្មណ៍ផងដែរហើយព័ត៌មានចុងក្រោយបាទព័ត៌មានចុងក្រោយគឺពីប្រទេសបារាំងជាទីស្នេហារបស់ខ្ញុំបាទបើគឺនាយករដ្ឋមន្ត្រីនៃប្រទេសបារាំងថ្មីបានលាលែងចេញពីតំណែងនៅថ្ងៃច័ន្ទនេះបន្ទាប់ពីកាន់អំណាចមិនដល់1ខែផងដែលធ្វើឲ្យប្រទេសបារាំងធ្លាក់ចូលកាន់តែជ្រៅថែមទៀតទៅក្នុងវិបត្តិនយោបាយហើយជាការមួយដាក់សម្ពាធកាន់តែច្រើនឡើងទៅដល់លោកប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងឲ្យធ្វើយ៉ាងណាដើម្បីស្វែងរកវិធីដើម្បីចេញផុតពីការជាប់គាំងនេះលោក Sébastien Lecornu បានចុះចេញពីតំណែងមិនដល់ពេល14ម៉ោងផងក្រោយពីប្រកាសឈ្មោះគណៈរដ្ឋមន្ត្រីថ្មីរបស់លោកហើយលោកមានគម្រោងនឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាលើកដំបូងនៅរសៀលថ្ងៃច័ន្ទនេះប៉ុន្តែរដ្ឋាភិបាលថ្មីរបស់លោកបានធ្វើឲ្យមានការមិនពេញចិត្តពីខាងអ្នកនយោបាយគ្រប់និន្នាការមុនពេលដែលរដ្ឋមន្ត្រីថ្មីរបស់លោកចូលកាន់តំណែងដូច្នេះជារឿងមួយដែលអាចនឹងធ្វើឲ្យលោកប្រឈមមុខនឹងការបោះឆ្នោតដកទំនុកចិត្តភ្លាមពីសភានៅក្នុងសប្តាហ៍នេះលោកលេកូនូបានកាន់អំណាចតែចំនួន27ថ្ងៃហើយជាការកាន់អំណាចដែលខ្លីជាងគេបំផុតសម្រាប់នាយករដ្ឋមន្ត្រីរបស់បារាំងនៅក្នុងប្រវត្តិសាស្ត្រទំនើបនៃប្រទេសបារាំងលោកបានបញ្ជាក់ថាលក្ខខណ្ឌនានាគឺពិតជាមិនសម្រួលទៅដល់លោកឲ្យបំពេញការងាររបស់លោកបានទេក្នុងនាមជានាយករដ្ឋមន្ត្រីនោះដូច្នេះលោកបានស្ដីបន្ទោសទៅលើការដែលលំអៀងទៅលើគណៈបកនីមួយនឹងការបែងចែកក្រុមតាមបករបស់ខ្លួននោះដែលជារឿងមួយដែលបង្ខំឲ្យលោកត្រូវតែលាលែងចេញពីតំណែងអស្ថិរភាពនៅក្នុងប្រទេសបារាំងគឺបានបង្កឲ្យមានការភ័យខ្លាចនៅទូទាំងតំបន់អឺរ៉ុបដោយអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយថាពួកគេត្រូវការរដ្ឋាភិបាលបារាំងមួយដែលមានសេរីភាពព្រោះវាជារឿងមួយសំខាន់ណាស់ក្នុងការចូលរួមចំណែកទៅដល់ស្ថិរភាពនៅក្នុងតំបន់អឺរ៉ុបទាំងមូលបាទនេះគឺជារឿងនៅប្រទេសបារាំងបាទនិយាយដល់រឿងហ្នឹងសូមចែករំលែកចំណេះដឹងមួយចុះបាទអត់មានពាក់ព័ន្ធវាស្តៀងរឿងហ្នឹងប៉ុន្តែអត់មានពាក់ព័ន្ធនឹងរឿងអីខ្ញុំលើកឧទាហរណ៍មួយកាលនោះខ្ញុំជួបកាលនោះខ្ញុំនៅសារព័ត៌មាននៅស្រុកខ្មែរជួបលោកប៉ែនថុលបាទប៉ែនថុលលោកប៉ែនថុលគាត់ជាកូនប្រុសរបស់នាយករដ្ឋមន្ត្រីប៉ែនរ៉េតប៉ែនឈ្មោះឪពុកគាត់នាយករដ្ឋមន្ត្រីឈ្មោះចំភ្លេចមកផ្លែទៅតាមនឹកឃើញរឿងហ្នឹងនឹកឃើញភ្លាមហ្នឹងបាទខ្ញុំលើកមកនិយាយបាទឪពុកគាត់នាយករដ្ឋមន្ត្រីឈ្មោះអីគេឈ្មោះប៉ែនភ្លេចនាយករដ្ឋមន្ត្រីខ្មែរពីបុរាណមួយបាទនិយាយរឿងលោកប៉ែនថុលចាស់បាទគាត់ជាកូននាយករដ្ឋមន្ត្រីពេលហ្នឹងគាត់ទៅរៀននៅបារាំងខាងសេដ្ឋកិច្ចដែលគាត់និយាយលេងមួយពួកខ្ញុំបាទពេលខ្លះធ្វើអ្នកកសាអញ្ចឹងណាមន្ត្រីធំគាត់និយាយលេងសាច់មួយយើងច្រើនយើងដឹងរឿងច្រើនណាបាទចឹងឥឡូវខ្ញុំយកមកចែករំលែកជាមួយប្រិយមិត្តវិញលោកប៉ែនថុលគាត់ថាគាត់ទៅរៀននៅបារាំងកាលនឹងរៀនសេដ្ឋកិច្ច
ប៉ែនុតបានមានប៉ែនុតបានហ្នឹងបាទកូនរបស់មិនប៉ែនសវណ្ណទេប៉ែនុតលោកតាប៉ែនុតបាទលោកប៉ែនថុលហ្នឹងគឺកូនរបស់លោកតាប៉ែនុតបាទនិយាយលេងមួយគាត់ហ្នឹងគាត់ជួយចិត្តមន្ត្រីខ្លះពេលខ្លះគាត់ចប់ហ្នឹងគាត់ជួយចិត្តនិយាយលេងមួយយើងច្រើនគាត់ថាពេលដែលគាត់រៀនជំនាន់គាត់ហ្នឹងគាត់រៀនចប់ពីបារាំងភ្លាមខាងសេដ្ឋកិច្ចហ្នឹងគាត់ហ៊ានមកស្រុកខ្មែរគាត់ហ៊ានមកស្រុកខ្មែរពេលតែខ្ញុំចាំគាត់ដូចទៅមួយឆ្នាំហ្នឹងគាត់ហ៊ានមកហើយខ្ញុំថាមិនពូអត់ហ៊ានជើញមកគាត់ថាជំនាន់ហ្នឹងខ្មែរយើងខ្វះធនធានមនុស្សណាខ្វះធនធានមនុស្សណាពេលដែលយើងមកអញ្ចឹងគឺលួងឲ្យកាលនោះកូនណាបាទបរមរតនកោដ្ឋណាគាត់ថាពេលហ្នឹងលួងឲ្យធ្វើធំហើយតែយើងរៀនចប់អញ្ចឹងលួងឲ្យធ្វើធំហើយពេលនោះពួកខ្ញុំភ្ញាក់គ្រប់គ្នាបាទតែចំមិនឲ្យធ្វើធំហើយមិនរៀនមកគាត់ថាយើងរៀនចប់ភ្លាមអត់ចេះទេយើងចេះតែធ្វើស្ដីហ្នឹងទេហើយស្អាតតែមកដល់ស្រុកខ្មែរឲ្យកាន់តំណែងធំអីហ្នឹងកាន់មិនបានលួងជំនាន់ហ្នឹងមិនស្រូតទេណាកាន់តំណែងធ្វើការមិនបានលោកលួងស្ដីឲ្យរឿងធំគាត់ដល់ថ្នាក់ហ្នឹងគាត់ថាជំនាន់ហ្នឹងក៏ហ៊ានមកអស់មួយរយៈណាលោដល់ពីក្រោយមកបានគាត់មកបាទពីព្រោះអីចឹងមែនពីព្រោះអីហ្នឹងគឺបានអ្នករៀនស្រុកក្រៅរៀនអីហ្នឹងបានមកបានធ្វើធំហ្នឹងគឺបានលួងឲ្យការងារធំហើយដល់ពេលអ្នកខ្លះហ្នឹងក៏ស្ថិតតែមន្ត្រីសមត្ថភាពក៏លោកបានថាគាត់ថាខ្ញុំមិនសូវមានសមត្ថភាពទេរៀនចប់ហ្នឹងគាត់ very humble គាត់ដាក់ខ្លួនណាបាទក្រោយមកគាត់ទៅជួយខាងរាជរដ្ឋាភិបាលកម្ពុជាក៏គាត់មិនចង់បានតំណែងអីធំដែរបាទគេនឹងកាលនោះគាត់ខាងរដ្ឋាភិបាលកម្ពុជាឲ្យធ្វើអ្នកនាំពាក្យរបស់រដ្ឋាភិបាលដោយលោកប៉ែនបូណាថ្ងៃហ្នឹងចឹងអូមែនស្តៀងតកោប៉ែនដូចគ្នាតែនិយាយទៅបាននឹកឃើញលោកប៉ែនថុលកាលហ្នឹងអ្នកនាំពាក្យរដ្ឋាភិបាលឥឡូវលោកប៉ែនបូណាអ្នកនាំពាក្យប៉ុន្តែពីហ្នឹងអត់មានជាប់អាសាឈាមទេព្រោះខ្ញុំស្គាល់បូណាហ្នឹងតាំងពីនៅរៀនស្គាល់បាទបូណាបងអូនបូណានឹងរៀនថ្នាក់មួយខ្ញុំតែម្ដងហើយបូណាធ្វើកសែតមួយគ្នាហ្នឹងបាទអញ្ចឹងអត់មានតាក់តងទេស្គាល់ដល់ផ្ទះបូណាទៅដល់បាយនៅផ្ទះបូណានឹងទៀតនៅកាលពីនៅរៀននោះបាទអញ្ចឹងអត់មានតាក់តងគ្នាទេប្រហែលពីហ្នឹងបាទនិយាយលេងទេណានិយាយលេងនេះចាំបានថាពេលខ្លះចំណេះដឹងយើងចេញពីសាលាហ្នឹងក៏មិនមែនមានតែយើងអាចកាន់ការធំភ្លាមបានដែរតើយើងទៅសិក្សាពីអ្នកដែលមានបទពិសោធន៍របស់គេនឹងរៀនសូត្រពីគេហ្នឹងបាទអញ្ចឹងអរគុណប្រិយមិត្តច្រើនណាអញ្ចឹងបើមានសំណួរអីខ្ញុំនឹងឆ្លើយនៅល្ងាចនេះប៉ុន្តែមានប្អូនមួយនោះគាត់សួរខ្ញុំទៅ Facebook ពីរឿងរឿងសិទ្ធិមនុស្សនៅខាងហ្សឺណែវនោះគាត់សួរខ្ញុំចូលអត់ទេថ្ងៃនេះចូលអត់ទេមិនដឹងជាចូលបើខ្ញុំចង់ឆ្លើយមួយគាត់ប៉ុន្តែបើជាគាត់អ្នកថ្មីហើយបានគាត់សួរនោះបើអ្នកដែលចូលយូរហើយក៏អត់សួរសំណួរហ្នឹងទេពីព្រោះគាត់ដឹងថាខ្ញុំអាចឆ្លើយអ្នកដែលនៅនេះហ្មងបើសិនតែគាត់ចូលគាត់នេះណាខ្ញុំអត់ចង់ផ្ដោតលើរឿងហ្នឹងទេខ្ញុំចង់រឿងតាក់ទងខ្មែរគឺខ្ញុំផ្ដោតទៅលើរឿងជាមួយថៃហ្នឹងទេរឿងផ្សេងទៀតខ្ញុំទុកឲ្យសារព័ត៌មានផ្សេងឬក៏អ្នកនយោបាយគាត់ធ្វើកិច្ចការហ្នឹងទៅអញ្ចឹងណាបាទហើយក៏អ្វីដែលគាត់ខ្ញុំនិយាយដូចខ្ញុំនិយាយរដងអញ្ចឹងមិនមែនអត់បញ្ហាទេនៅស្រុកខ្មែរនៅរឿងបញ្ហាសិទ្ធិមនុស្សរឿងបញ្ហាសិទ្ធិសេរីភាពបញ្ចេញមតិវានៅតែមានអញ្ចឹងវាមិន perfect ទាំងអស់ទេសូម្បីតែនៅសហរដ្ឋអាមេរិកនេះក៏នៅតែមានដែរបាទប៉ុន្តែគាត់ថាការចូលរួមដោះស្រាយហ្នឹងគឺខ្ញុំថាអ្នកនយោបាយខ្មែរគាត់ដោះស្រាយទៅខ្ញុំមិនរីកាទេពីរឿងហ្នឹងមិនមែនខ្ញុំដកថយទេព្រោះខ្ញុំចង់គោលបំណងធំរបស់ខ្ញុំចង់ផ្ដោតលើរឿងអាមេរិកប៉ុន្តែដោយសារតែមានពាក់ព័ន្ធរឿងថៃអញ្ចឹងហើយបានខ្ញុំចូលរួមចែករំលែកចំណេះដឹងឲ្យប្រិយមិត្តដូចខ្ញុំនិយាយមុន show អញ្ចឹងគឺពេលណាជាបរដ្ឋខ្មែរភ័យព្រួយនេះគឺខ្ញុំហក់ចូលដើម្បីជួយជាប្រទីបតិចតួចជាកូនពលឺភ្លើងទៀនតិចតួចក៏បានឬក៏ជាចង្គៀងម៉ាំងសុងក៏បានសិសលើប្រិយមិត្តឲ្យនិយមន័យទេប៉ុន្តែខ្ញុំអាចនិយាយបាន3រឿងហើយដែលខ្ញុំចូលរួមនឹងគឺតាំងពីរឿង COVID រឿងអ៊ុយក្រែនដែលធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចបារម្ភដល់ស្រុកខ្មែររហូតដល់រឿងនេះខ្ញុំចូលរួមចំណែកបានប៉ុណ្ណាខ្ញុំចូលរួមប៉ុណ្ណឹងបាទនេះជារឿងដែលខ្ញុំចង់សบายនឹងធ្វើទេអញ្ចឹងរឿងដោយសង្ខេបទៅវិញបើបងអូនឬក៏ក្មួយដូចថាគាត់ថាខ្ញុំពូបាទក្មួយបានឮអ្វីដែលខ្ញុំបកស្រាយនេះគឺក្មួយអាចទទួលយកបានគឺខ្ញុំទុកឲ្យអ្នកផ្សេងតែសារព័ត៌មានផ្សេងតែគេនិយាយឬក៏អ្នកនយោបាយនិយាយចាស់ណាបាទខ្ញុំនិយាយឲ្យវា unique ខុសពីគេបន្តិចនេះគឺតែផ្ដោតទៅលើរឿងនឹងមួយតែណាចង់ដឹងរឿងហ្នឹងគឺចូលមកបានស្ដាប់ទៅបានច្បាស់ហើយខ្ញុំខ្លួនឯងក៏ចង់ដឹងរឿងនោះឲ្យបានច្បាស់ថែមទៀតដើម្បីជាចំណេះដឹងផ្ទាល់ខ្លួននឹងផងដែរដោយកាលពីសម័យរឿងអ៊ុយក្រែនអញ្ចឹងខ្ញុំតែនិយាយប្រាប់ប្រិមិត្ត
cho nó nâng á nhầm thà từ mưa rương phía chân thấy tục ứng phía chân trao sân một tam đan rương ôi cái này rương bứt và con cho ban lo rương của phong cát đang tao cái prao như ta sao mấy ở bút được mấy là con pe nó đã bị passport là dương mấy dương rùa là con pe nó cứ dương anh thằng ban dương sắc xa và dương sắc xa trong prao bị giống đó đối nó con rương chúng mới thấy nó dương sắc xa học nhé các bạn thấy bị kỹ luôn nhưng pe class sắc xa phải nhỏ sạch và đấy nó cầm gì lên ngày class nó kinh lũ đấy nó ba chắc số họ con chẳng là nghịch là nghịch cả một tí bây giờ bọn phiếp American chăm trai sầm nua time tiết bởi miền sầm nua ấy ai sẽ xem nó không Facebook ភ្លាមពេលដែលខ្ញុំដាក់ប្រធានបទហ្នឹងសរសេរ Facebook ភ្លាមខ្ញុំមើលហ្នឹងខ្ញុំយកមកឆ្លើយតែម្ដងពីព្រោះតាមធម្មតាពេលដែលខ្ញុំផ្សាយ live chứខ្ញុំពិបាកនឹងមើលដែរយូរកាមើលដែរមើលអត់អស់ណាមើលអត់អស់បាទអញ្ចឹងសូមអរគុណសូមជម្រាបលាសុខសប្បាយបាទ